Ba số mà nhà cổ chụp điệp xúa rồi mình tặng học khía bà nơi không video này đắt nhưng bà nên lược bà nên chạy chun nơi rìa sấy sầmรับbóng bóng này cả đàm mình đã năm tháng đập pìประจำថ្ងៃអង្គារទី4ខែសីហាឆ្នាំ2026បាទអញ្ចឹងសម្រាប់ឆ្នាំដែលមានរាសីខ្ពស់ត្រដែតបាទគឺទី1បងប្អូនដែលកើតឆ្នាំខាលបាទបងប្អូនដែលកើតឆ្នាំខាលគឺមានលៀបសំណាងដំណឹងល្អហូរចូលក្នុងរង្វង់ការងារនិងការរកស៊ីសម្រាប់បងប្អូនដែលកើតឆ្នាំថោះបាទទទួលបានអំណោយឬកាដូនិងមានឱកាសល្អៗពីមនុស្សជុំវិញខ្លួនបាទរីឯបងប្អូនដែលកើតឆ្នាំរោងវិញមុខរបរដកដង្ហើមធូរអាចលក់ដូរដាច់បានផលចំណេញច្រើនផងដែរបាទរីឯបងប្អូនដែលកើតឆ្នាំចមានលៀបសក្ការៈនិងជួបឱកាសបាទជួបឱកាសមាសក្នុងការកាប់ប្រាក់កាសផងដែរបាទច្រើនគួរសមចំណែកឆ្នាំបន្តទៅទៀតនេះគឺជាឆ្នាំដែលមានរាសីមធ្យមសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវមានដំណឹងល្អចូលមកខ្លះប៉ុន្តែកិច្ចការទូទៅនៅដំណើរការធម្មតាបងប្អូនដែលកើតឆ្នាំម្សាញ់ការងារនឹងរបររកស៊ីមានដំណើរការទៅមុខបន្តិចម្ដងគួររក្សាភាពអត់ធ្មត់បាទចំណែកបងប្អូនយើងដែលកើតឆ្នាំមមីបាទអញ្ចឹងបងប្អូនដែលកើតឆ្នាំមមីហ្នឹងគឺលុយកាក់នឹងតំណែងតំណងទូទៅមានភាពនឹងថឹងមិនទាន់មានការប្រែប្រួលធំដុំនោះទេបាទហើយបងប្អូនដែលកើតឆ្នាំមមែវិញគឺការប្រស្រ័យតាក់ទងល្អប្រសើរតែត្រូវផ្ទៀងផ្ទាត់រាល់កិច្ចសន្យាផ្សេងៗផងដែរហើយបងប្អូនមកដែលបងប្អូនដែលកើតឆ្នាំរកាវិញចំណូលចំណាយមានតលយភាពល្មមអាចទប់ទល់បានប្រចាំថ្ងៃតែប៉ុណ្ណោះបាទអញ្ចឹងចប់ពីបងប្អូនដែលកើតឆ្នាំជារាសីមធ្យមបងប្អូនចូលមកកាន់រាសីដែលបងប្អូនគួរប្រុងប្រយ័ត្នណាអញ្ចឹងសម្រាប់បងប្អូនដែលកើតឆ្នាំជូតបាទគឺមានរាសីបាទមានអារម្មណ៍ព្រួយចិត្តនិងគិតច្រើនគួរតែកាត់បន្ថយភាពតានតឹងបាទអញ្ចឹងបងប្អូនដែលកើតឆ្នាំជូតនឹងគួរតែកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍បានច្រើនចំណែកបងប្អូនដែលកើតឆ្នាំវកក៏អាចជួបឧបសគ្គខ្លះក្នុងការងារហើយក៏ត្រូវប្រយ័ត្នចំពោះការយល់ច្រឡំផ្សេងៗផងដែរអញ្ចឹងមុននឹងសម្រេចលើឯកសារណាបងប្អូនត្រូវតែធ្វើការពិនិត្យឲ្យបានហ្មត់ចត់បាទជៀសវាងការភ័ន្តច្រឡំចំណែកឆ្នាំចុងក្រោយបងប្អូនដែលកើតឆ្នាំកុលបាទគួរប្រុងប្រយ័ត្នលើសុខភាពនិងពាក្យសម្ដីជាមួយមនុស្សជុំវិញខ្លួនបាទអញ្ចឹងនេះគឺសំខាន់ណាបាទសម្រាប់បងប្អូនដែលកើតឆ្នាំកុលណាបាទសុខភាពរបស់យើងទី1ហើយទី2គឺការប្រយ័ត្នទៅលើការនិយាយពាក្យសម្ដីផ្សេងបាទសម្រាប់ពណ៌ដែលជាសុភមង្គលប្រចាំថ្ងៃនេះគឺមានពណ៌ក្រហមនិងពណ៌ផ្កាឈូកបាទអញ្ចឹងសម្រាប់រាសីថ្ងៃទី4ខែសីហាដែលខ្ញុំបានជម្រាបជូនបងប្អូនដល់ប៉ុណ្ណេះគឺចប់ត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាសូមជួយ Subscribe ជួយ Follow ជួបគ្នាវីដេអូក្រោយបាយបាយ